សួស្តីប្រិយមិត្តជាទីមេត្រីនៅក្នុងពេលនេះខ្ញុំបាទសូមជូនរឿងមួយដែលមានចំណងជើងថាប្រពន្ធចិត្តស្រាលរឿងប្រពន្ធចិត្តស្រាលថ្លាថ្លែងអំពីប្តីប្រពន្ធមួយគូស្រឡាញ់គ្នាខ្លាំងណាស់តែទាស់សម្ដីគ្នាគ្មានថ្ងៃដាច់ព្រឹកឆ្លោះល្ងាចឆ្លោះរឿងតូចក៏ឆ្លោះរឿងធំក៏ឆ្លោះណាស់តែមិនព្រមបែកគ្នាតើប្រិយមិត្តណាខ្លះកំពុងតែមានស្នេហាបែបនេះតើគូរបស់អ្នកដូចគូក្នុងរឿងនេះតើមែនទេដូច្នេះសូមអញ្ជើញកំសាន្តដូចតទៅរឿងប្រពន្ធចិត្តស្រាលដើមចេញពីរឿងរ៉ាវដូចនេះសុធានិងប្រពន្ធទើបតែបញ្ចប់ការសម្របសម្រួលនៅសាលាឃុំអំពីរឿងឆ្លោះគ្នារបស់ប្តីប្រពន្ធពួកគេអ្នកទាំងពីរសម្របសម្រួលគ្នាមែនបណ្ដាគ្នាមកផ្ទះមែនតែមិនមានភាពត្រូវរើគ្នានៅឡើយទេដោយវតីដើរពីមុខដោយទឹកមុខក្រមៅចំណែកសុធាដើរពីក្រោយដោយក្រវីក្បាលអស់សំណើចតែក៏មិនចោលគំនិតលេងសើចញញោះប្រពន្ធឲ្យខឹងសុធាដើរបណ្ដារអ៊ូបណ្ដាអូក្មេងហើយក្មេងពាក់កណ្ដាលជីវិតទៅហើយនៅតែមានចរិតដូចកូនក្មេងទៀតលឺវិចារប្តីលេបខៃឌឺដងថែមទាំងសើចចំអកលក់លើយផងវតីច្រឡោតផ្លែតហើយស្រីដាក់ភ្លាមហាមាត់ប្រងតែឆ្លោះមកណាអត់បានឌឺដងមួយថ្ងៃដេកមិនលក់បាយមិនឆ្ងាញ់មែនឃើញប្រពន្ធខឹងសុធាមិនប្រកាន់ទេព្រោះគេដឹងថាប្រពន្ធរបស់គេមានចរិតតែអញ្ចឹងមានតែញាស់ថែមបានហើយខ្មាស់គេកុំមាត់នោះធីតាមកនោះបិទមាត់ទៅមកចេះខ្មាស់គេផងដោយឃើញថាធីតាមកមែនវតីខឹងណាស់តែសុខចិត្តទ្រាំលាក់ក្នុងចិត្តនៅកំហឹងទៅនោះធីតាជាមិត្តជិតដិតរបស់វតីតាំងពីក្មេងមកម្លេះចរិតរបស់វតីយ៉ាងណាធីតាស្គាល់យ៉ាងច្បាស់ហើយនាងក៏ជាមនុស្សចូលចិត្តញញោមមិត្តភក្តិលេងសើចផងដែរព្រោះនាងដឹងថាមិត្តភក្តិរបស់នាងឆេះឆាយបន្តិចតែគួរឲ្យអស់សំណើចហើយក៏មិនចេះប្រកាន់ខឹងផងដែរធីតាមកដល់ចិត្តភ្លាមទៅមើលផ្លែផ្លែតតែម្ដងថាអតីមិនដាប់ប្តីទៅទេហ្នឹងធីតានិយាយផងចង់សើចផងបួយមាត់ទៅរកសុធាហើយញាស់បន្ថែមថាហើយនេះប្តីថ្មីរបស់ឯងមែនទើបលេងគ្នាសោះរកបានថ្មីទៀតចេះរកមុខដូចប្តីមុនទៀតណោះវតីខឹងឡើងញ័រមាត់ហើយចង់អល់មុខធីតាជាមិត្តភក្តិថែមទាំងសម្លេងយ៉ាងកំហុសថាឯងងាប់បោះអញឥឡូវហើយកំពុងតែក្តៅក្រហាយផងមកឌឺទៀតវៃទោះបីវតីស្រែកដាក់ឈឹកអល់មុខតែធីតានៅតែញញឹមធម្មតាព្រោះនាងនឹងថាមិត្តភក្តិរបស់នាងតែប៉ុណ្ណឹងនាងក៏តបទៅវិញថាជាមិត្តភក្តិចេះតែលេងសើចទៅកុំខឹងណាបងសុធាឆ្លើយទៅវិញថាបាទមិនអីទេធីតាសុធាតបដោយអៀនខ្មាស់ចំពោះធីតាលេងសើចប៉ុណ្ណឹងហើយធីតាក៏លាទៅតែមុននឹងទៅនាងមិនអស់ចិត្តទេនាងឆ្លៀតដាក់មួយម៉ាត់ទៀតទៅមិត្តភក្តិរបស់នាងថាអញ្ចឹងគ្នាលេងសិនហើយណាតៃអើយគ្នាសំណុំពងឯងមកខែឆ្លុះនេះតែម្ដងបានហើយណិតមេឃុំណាគាត់ហត់នឹងសម្រួលរឿងឯងហ្នឹងធីតានិយាយចប់ចេញម៉ូតូទៅវឹងខ្លាចវតីដេញតាមវាយវតីនៅតែខឹងហើយដេញស្រែកជាថាណែនាងចង្រៃមកចង្រៃអញ្ចឹងតាបានអត់ដីដល់ឥឡូវឃើញប្រពន្ធខឹងនឹងដេញតាមជាធីតាសុធាអស់សំណើចហួសចិត្តឃើញប្តីបែបនេះវតីគិតថាប្តីកំពុងតែសោះចំអឲ្យខ្លួននាងខឹងឡើងក្រហមមុខងាំងខំមាត់ក្របួចដើរចេញទៅយ៉ាងលឿនហើយលួចជឿក្នុងចិត្តតិចថាមនុស្សចង្រៃបានលោកឯងជាប្តីចំជាសយមែនជីវិតនេះសុធាស្ដាប់ឮសម្ដីប្រពន្ធយ៉ាងច្បាស់តែគេមិនប្រកាន់ប្រពន្ធទេគិតតែសើចថែមម្យ៉ាងនឹកថាខ្ជិលនាំឲ្យប្រពន្ធខឹងកាន់តែខ្លាំងទៀតក៏ចេះតែដើរតាមក្រោយទៅផ្ទះទៅចៃដន្យអីពេលនោះលេចមុខមនុស្សម្នាក់មកទៀតនោះគឺរដ្ឋាដែលជាមិត្តរួមការងាររបស់សុធារដ្ឋាឃើញសុធាដើរតាមក្រោយវតី
គេក៏ចាប់អារម្មណ៍ហើយក៏សួរនាំផ្លែតអេសធាទៅណាហ្នឹងសធាឆ្លើយទៅវិញថាគ្នាមកពីនោះបន្តិចចុះរដ្ឋាមកទីនេះធ្វើអីរដ្ឋាឆ្លើយផងមើលទៅប្រពន្ធសធាដល់ចាប់អារម្មណ៍ផងគ្នាមកទីនេះលេងហ្នឹងណាក្រែងបានដីម្ដុំនេះហើយនេះណាគេហ្នឹងចង់អំពីពាក្យរបស់រដ្ឋាសួរបែបខ្សឹបសម្ដៅទៅរកវតីសធាមានអារម្មណ៍ថារឹងខ្លួនគិតថាមានរឿងឥឡូវហើយពេលនេះព្រោះគេដឹងច្បាស់ថារដ្ឋានេះជាមនុស្សរពិលរពោចមកមិនសូវចេះគិតក្រែងគេនេះគឺជាប្រពន្ធគ្នាសធាឆ្លើយដោយប្រុងប្រយ័ត្នចំណែកវតីវិញឃើញរដ្ឋាគិតថាកុំឲ្យខ្មាស់គេក៏ប្រឹងសម្រួលអារម្មណ៍ហើយឆ្លើយដោយសភាពរាបសារជំរាបសួរបងរដ្ឋាសើចហើយលេងសើចដុតកំផាំងវតីលេងបាទអរគុណច្រើនអូសធាបានប្រពន្ធស្អាតណាស់វើយម្នាក់ហ្នឹងចំណាំតែនិយាយទូរស័ព្ទនៅកន្លែងធ្វើការរាល់ថ្ងៃហ្នឹងដូចជាឈ្មោះអីចេះលីនហ្នឹងមែនសួស្ដីលីនតៃលីរដ្ឋាហៅខ្លួនថាលីនក្តៅឆេវហើយស្រីដាក់រដ្ឋាលែងខ្វល់រឿងរៀបរឹករៀបពីទៅទៀតខ្ញុំមិនមែនឈ្មោះលីនទេកុំយកឈ្មោះស្រីសាហាយថោកទាបនោះមកលេងសើចជាមួយខ្ញុំមិនចូលចិត្តអតីដើរចេញវឹងសុធាដេញតាមផ្លែតហើយឆ្លៀតស្រែកជេររដ្ឋាជាមិត្តភក្តិផងណែជុំសិនអូនជុំសិនអូរដ្ឋាឯងមកលេងអីឡប់អញ្ចឹងឯងនេះទំនេរមែនរដ្ឋាដឹងតែខ្លួនខុសតែគេធ្វើជាសម្ដែងអត់ដឹងហើយនិយាយយកល្អខ្លួនឯងតែណាតែដឹងថាប្រពន្ធឯងថ្លៃឯងដល់ម្លឹងបើមិត្តភក្តិគ្នាលេងសើចតែអញ្ចឹងហ្នឹងសុធារត់តាមប្រពន្ធហើយឆ្លើយថាបានហើយឯនេះនាំរឿងមែនពេលសុធាដេញតាមប្រពន្ធនោះរដ្ឋាលួចមើលវតីពីក្រោយលួចញញឹមដែលគិតខូចក្នុងចិត្តថាប្រពន្ធសុធាស្អាតណាស់សមជានារីថ្លៃថ្នូរតែមិនគួរណាចិត្តស្រាលយ៉ាងនេះតែបើបានដូច្នេះក៏ល្អដែរត្រួសស្ទួយ